184ស្វាគមន៍កាត់ឡងមកពីខេត្តសៀមរាបសួរបងរៀបសួរកំឡោះសៀមរាបនៅស្រុកភូមិអីដែរបាទខ្ញុំបាទនៅស្រុកពួកឃុំពួកខេត្តសៀមរាបបាទអូចាប៉ុន្តែបងអូននិយាយអត់រដើនេះណាគេថាដើនដែរអ្វីដែលជំរុញចិត្តឲ្យបងអូនដាក់ពាក្យប្រឡងពីសៀមរាបធ្វើដំណើរមកដល់ស្ថានីយ៍ទូរទស្សន៍អប្សរាដោយសារការឆ្លាញ់សិល្បៈបងការឆ្លាញ់សិល្បៈមានធ្លាប់ចូលរួមប្រកួតកម្មវិធីប្រឡងចម្រៀងពីមុនមកដែរទេធ្លាប់បងធ្លាប់ដែរចលនាផលយ៉ាងម៉េចដែរលាក់តែសប្តាហ៍នេះថ្ងៃនេះបងជូនពរឲ្យបងអូនប្រឡងជាប់ណាចាសិល្បៈកាលណាយើងមិនទទួលបានជ័យជំនះទុកជាបទពិសោធន៍ចាសូមជូនអ្នកផ្ដល់កម្លាំងចិត្តដល់បងអូនជំរាបសួរចាជំរាបសួរបងអូនស្រីអញ្ចឹងមកពីខេត្តសៀមរាបជាមួយគ្នាណាចាយកឃើញថាសំឡេងរបស់គាត់យ៉ាងម៉េចដែរអូនចាសំឡេងរបស់គាត់គឺមានទឹកដមព្រោះចាគឺមានទឹកដមចាធ្វើមិនទៅមិនបានមានទឹកដមចាក់ទឹកស្ករពីលើថែមនឹងទឹកសារ៉ូទៀតថែមជាមួយទឹកសារ៉ូទៀតចាអូអញ្ចឹងមិនបានមានទឹកដមមែនមានជាពាក្យអីជូនពរដល់ដួងការរបស់យើងដែរសូមអញ្ជើញបងអូនចានេះខ្ញុំសូមជូនពរដល់គាត់ទទួលបានជោគជ័យជំនាញទទួលជ័យលោកធីនៅក្នុងកម្មវិធីពរអប្សរានេះចាជូនពរឲ្យអស់ពីបេះដូងតែម្ដងអរគុណអញ្ចឹងមកពីខេត្តសៀមរាបតែសវល់បងអូនដូចអ្នកនៅដូចកូនកាត់ចិនខ្មែរសុតអូសូមអញ្ជើញទស្សនិកជនស្ដាប់និងដាក់បន្ទុកទាំងអស់គ្នាសមត្ថភាពរបស់ដួងកាយ D184 តាមដានទស្សនាដោយតទៅសូមជូនកាយរៀងក្នុងសូនបងខំច្រៀងចម្រៀងសម្រាប់បងច្រៀងចំពួងតែអូនមួយបើអូនបានស្ដាប់ហើយលេងព្រួយចម្រៀងមួយនេះសម្រាប់អូនចម្រៀងមនុស្សសេចចេតនាចម្រៀងស្នេហាមិនដែលស្រពោនរាល់ថ្ងៃជួបជូនមិនដែលភ្លេចគ្នាមួយគ្រាណាចម្រៀងមនុស្សសេចចេតនាចម្រៀងស្នេហាមិនដែលស្រពោនរាល់ថ្ងៃជួបជូនមិនដែលភ្លេចគ្នាមួយវេលាបងខំច្រៀងចម្រៀងភក្តីអង្វរស្រីឲ្យមេត្តាមានតែអូនដែលបងប្រាថ្នាកុំដាច់មេត្តាណាអូនបងខំច្រៀងចម្រៀងសម្រាប់អូនច្រៀងចំពួងតែអូនមួយបើអូនបានស្ដាប់ហើយលេងព្រួយចម្រៀងមួយនេះសម្រាប់អូនចម្រៀងមនុស្សសេចចេតនាចម្រៀងស្នេហាមិនដែលស្រពោនរាល់ថ្ងៃជួបជូនមិនដែលភ្លេចគ្នាមួយគ្រាណាចម្រៀងមនុស្សសេចចេតនាចម្រៀងស្នេហាមិនដែលស្រពោនរាល់ថ្ងៃជួបជូនមិនដែលភ្លេចគ្នាមួយវេលាបងខំច្រៀងចម្រៀងភក្តីអង្វរស្រីឲ្យមេត្តាមានតែអូនដែលបងប្រាថ្នាកុំដាច់មេត្តាណាអូនបងខំច្រៀងចម្រៀងសម្រាប់អូនច្រៀងចំពួងតែអូនមួយបើអូនបានស្ដាប់ហើយលេងព្រួយចម្រៀងមួយនេះសម្រាប់អូនចម្រៀងមនុស្សសេចចេតនាចម្រៀងស្នេហាមិនដែលស្រពោនរាល់ថ្ងៃជួបជូនមិនដែលភ្លេចគ្នាមួយគ្រាណាចម្រៀងមនុស្សសេចចេតនាចម្រៀងស្នេហាមិនដែលស្រពោនរាល់ថ្ងៃជួបជូនមិនដែលភ្លេចគ្នាមួយវេលាបងខំច្រៀងចម្រៀងភក្តីអង្វរស្រីឲ្យមេត្តាមានតែអូនដែលបងប្រាថ្នាកុំដាច់មេត្តាណាអូនអរគុណកន្លងខេត្តសៀមរាបចាបកស្រាយឲ្យមានអារម្មណ៍ថានឹងអាចផ្ដួលដួងកាច់ទាំង3ដួងខាងដើមបានទេហ៊ាននិយាយបងមានតែគណៈបេប្រយោគដែលលោកអាចវិនិច្ឆ័យសមត្ថភាពរបស់បងអូនបានសូមអញ្ជើញលោក ICD មិញយើងច្រៀងទៅយើងគិតមាន4ចំណុចទី1យើងគិតពីសំឡេងទី2យើងគិតពីពាក្យពេចន៍ទី3យើងគិតពីចង្វាក់ហើយនិងទី4គឺការអឺនអញ្ចឹងនៅពេលដែលបងអូនច្រៀងមិញសំឡេងក៏ចាត់ទុកថា
ស្ថិតនៅក្នុងលំដាប់ដែលល្អដែរគាត់ថាពេលដែលយើងច្រៀងទៅហាក់ដូចជាមានភាពថប់នៅត្រង់ណាបន្តិចសំឡេងវាមិនស្រឡះវាអាចមកពីក្រអូបមាត់យើងក៏មិនដឹងអានឹងធ្ងន់ល្អពាក្យពេចន៍ក៏ស្ដាប់បានច្រើនដែរចាត់ទុកថាគ្រាន់បើដែរពេលដែលយើងចូលឃ្លាទី1យើងច្រៀងភ្លាវកន្លែងហ្នឹងយើងស្ទើរភ្លេងមានតែយើងឡើងអត់ដល់ភ្លេងតង់ពីប៉ុណ្នេះយើងទៀបជាងតិចអាហ្នឹងធ្វើឲ្យលៀងភ្លេងស្ដាប់ទៅមិនសូវជាចូលនឹងបទភ្លេងហើយចំពោះអ៊ឺនហ្នឹងសំដៅទៅលើការលើកដាក់សំឡេងការណែងនងនៃសំឡេងដែលធ្វើឲ្យបទចម្រៀងហ្នឹងវាកាន់តែពិរោះឡើងអញ្ចឹងបងប្អូននៅខ្វះអាហ្នឹងបន្តិចចំពោះពាក្យថាអ៊ឺនហ្នឹងណាក្រៅពីហ្នឹងអត់មានអីទេបាទអរគុណចាអរគុណសូមអញ្ជើញអ្នកបងសួនចន្ទថាសូមកត់សរសើរបងអូនការរៀបចំខ្លួនដូចតែធម្មតាយើងចេះរៀបចំខ្លួនទៅតាមបទចម្រៀងនេះក៏ចំណុចមួយដែលយើងទទួលបានបន្ទុកមួយបន្ទុកដែរចាហើយការច្រៀងរបស់បងអូនឃើញថាមានភាពស្វាហាប់នៅកន្លែងនេះមួយបើសិនតែយើងកែបានណាហើយអូនវិកជួយស្ដាប់ផងណាចាអមថាបងស្រែកច្រៀងចម្រៀងរបស់អូនចង់ឲ្យវាព្រោះអញ្ចឹងយើងកុំត្រង់ពេកណាបងប្អូនច្រៀងបងស្រែកច្រៀងវាត្រង់ពេកមកថាបងស្រែកច្រៀងយើងញ័របន្តិចចម្រៀងសម្រាប់អូនណាកន្លែងហ្នឹងវាព្រោះហើយលោតទៅតាមភ្លេងចង្វាក់ភ្លេងតែម្ដងចាបើសិនអូនកែបានយើងវឹកខាត់ឲ្យខ្លាំងសំឡេងបងអូនកាន់តែពិរោះជាងនឹងទៅទៀតអញ្ចឹងសូមផ្ដល់កម្លាំងចិត្តជូនឲ្យបងអូនទទួលបានជោគជ័យនៅក្នុងកម្មវិធីកាយរះក្នុងសួនអរគុណលោកគ្រូសូមអញ្ជើញ K1 ចាបាទវគ្គនេះបាទជាមួយនឹងបេក្ខជនដែលចូលរួមប្រឡងក្នុងកាយរះក្នុងសួនបាទគេថាសុទ្ធតែមានសមត្ថភាពបាទខ្លាំងទាំងអស់បាទគ្រាន់តែគាត់មិនថាមិនទាន់ចេះប្រើនៅអ្វីដែលជាកង្វះខាតរបស់គាត់អត់ទេបាទសិនជាបានស្ដាប់នៅការដែលបាទលោកគ្រូបាទក៏ដូចជាអ្នកគ្រូក៏មានប្រសាសន៍អំបញ្ញមិញនោះបាទយកទៅបាទកែប្រែខ្លួនឯងនោះនឹងបានទទួលបានជោគជ័យបាទជាមិនខានដូច្នេះបាទសូមអរគុណជូនពរទៅដល់នឹងបាទរួមកាយទាំងអស់បាទបានទទួលបានជោគជ័យក្នុងការដែលបងប្រាថ្នាបាទសូមអរគុណច្រើនបាទសូមអរគុណទស្សនិកជនសូមដាក់បន្ទុកដល់ដួងកាយរបស់យើងសូមចូលទៅកាន់ Red Message រួចចុច B184 ផ្ញើទៅកាន់លេខ526សម្រាប់ប្រព័ន្ធ Smartphone ឬក៏ចូលទៅកាន់ Facebook Page Apsara TV11 ឬ Facebook Page ហ្វៃសំអាង Click Like B184 ដើម្បីឲ្យជាបន្ទុកដល់ដួងកាយកុំភ្លេចចូលទំព័រ Facebook ហើយចុច Like ខ្លួនឯងផងណាអរគុណចាំស្ដាប់ទស្សនផលទាំងអស់គ្នា